lẹ mình mà nó cắt bẩn tú mà tam chợ bắp rọt đong lời chăm mơ sân bà tam ca tu sana nè pe còn tới ca lẹ snap ca pe thì mình cứ ọt sưu đi bà ọt ấy bà đấy to tiếp bỏ cho con môi mặt đây ọt cuột bà su cả ra bật tụ hàng kia non một ấy bà pi sồn lúc tới toát mà trước đua đai cho ho luôn anh bà giờ mà chơi bà tập tim mùi tụ kia non một váy mà đai toát mà chương su cả ra chọc tập bát haiបាទឥឡូវនេះត្រឹមតែទឹកទី1ខាងអ៊ុយបាគីស្ថានបាទនាំមុខខាងកម្ពុជា2បន្ទុកទល់នឹង0បាទ2ទល់នឹង0បាទទស្សនារូបភាពយឺតបាទដែលកន្លែងនេះកីឡាករអ៊ុយបាគីស្ថានបាទព្យាយាមប្រើកំណាប់ដៃតែស៊ូកាក់ដាអ្វីដែលយើងឃើញគាត់ថាគាត់ធ្វើបានល្អនោះគឺចង្គង់ហ្នឹងហើយបាទចង្គង់ស៊ូកាក់ដាព្យាយាមចេញមកធ្ងន់មកណែនតែម្ដងឲ្យតែចាក់ចង្គង់ចូលឲ្យច្រើនបាទរំពឹងហើយបាទណាមួយពេលវេលានៅសល់វែងឆ្ងាយទៀតទៅតែដល់ទឹកទី1ចាប់ទឹកទី1ទេនឹងចាំអត់មើលទឹក2ទឹក3ជាបន្តបាទខ្ញុំទស្សនាកន្លែងនេះមកដៃឆ្វេងខូចចំហបន្តិចបាទហើយក៏មិញក៏អបអសាតបាទដល់បាទខំគុនខ្លាបានឡើងទៅដណ្ដើមយកមេដៃមាសវគ្គដៃព្រាត់ហើយបាទអញ្ចឹងកម្ពុជាយើងមានកីឡាករ2រូបហើយកីឡាករខំខ្លានាងបាទជាមួយនឹងខំគុនខ្លាឡើងទៅដណ្ដើមមេដៃមាសហើយនៅក្នុងព្រឹត្តិការណ៍ Asian បាទ Kickboxing ឆ្នាំ2024ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងបាទការប្រកួតចាប់ផ្ដើមជាបន្តចូលដល់ទឹកទី2លក្ខណៈបែប K1 បាទសម្រាប់ស៊ូកាក់ដាក្រោមប្រភេទទម្ងន់ 63.5 គីឡូក្រាមបាទទស្សនាការប្រកួតជាបន្តកីឡាករអ៊ុយបាគីស្ថានបង្គោលក្រហមស៊ូកាក់ដាកម្ពុជាបង្គោលខៀវឬក៏សុភាពរុងរឿងបាទតតស្ដាមមួយជាយាមឆ្វេងបាទឆ្វេងរបស់កីឡាករអ៊ុយបាគីស្ថានតតចង្គង់1 2ចង្គង់ល្អស្ដាំម្ដាយលេងតាមចង្គង់ហោះគេប្រើកណ្ដាប់ដៃដើម្បីកាត់ចង្វាក់បាទជាយាមចាក់ចង្គង់ទៅខាងក្រោយបាទលោកអញ្ញាកណ្ដាប់ប្រើថាកុំច្រឡំប្រើកែងបាទតែកាក់ដាថាអត់មានប្រើណាមិនក៏លើកដៃនឹងបាទបន្តការប្រកួតទៀតចូល1 2 3តតក្រោមបាទខៅឆ្វេងចង្គង់ចាប់ជើងបានបាទលោកអញ្ញាកណ្ដាប់ពុំមានច្រឡំចាប់ជើងបាត់ហើយបាទបន្តការប្រកួតទៀតបាទតតខាងក្រោមសងវិញបាទមើលទៅតដាក់ឲ្យរាប់បានរំពឹងថាកាត់បន្ទុកបានលឿនលោក2 ចាក់ជង្គង់ល្អមែនទែនបាទស៊ូកាក់ដាហើយសុភាពរុងរឿងបាទញុលតក្រោមយើងញុលមកដៃស្ដាំបានវិញបាទខៅឆ្វេងគេធ្ងន់ណាស់បាទចូលចង្គង់របស់កាក់ដាបាទលោកស្ដាំដរិចមួយណែនបាទចង្គង់របស់កាក់ដាតក្រោមរបស់កាសាស្ថានឆ្វេងចង្គង់របស់កីឡាករកាសាស្ថានកាក់ដាដេញតាមបាទដៃរបស់គេត្រៀមទៅវាយកាត់ទេចង្គង់សងមកវិញបាទកាក់ដាចូលចាក់ចង្គង់1 2 3បុកចង្គង់ឆ្វេងបាទកាក់ដាព្យាយាមដេញជាបន្តទៀតធាក់ឆ្វេងបាទចង្គង់ឆ្វេងបាទបន្តការប្រកួតទៀតស្ដាំតតកាត់សងមកវិញបាទព្យាយាមអោនផ្ទះក្បាលពោះសោយកាក់ដាបាទលោកអញ្ញាកដាសម្រួលហើយក៏បន្តការប្រកួតទៀតបាទកីឡាករកាសាស្ថានបាទបើយើងមើលទៅអាចថាកីឡាករលំដាប់ហើយបាទយើងមើលរៀងរើបាត់ពិសោធន៍គេនោះខៅឆ្វេងទាត់ក្រោមដាក់ដៃចូលចង្គង់បាទខូចចំហបាត់ហើយបាទបន្តការប្រកួតទៀតបាទខៅឆ្វេងបាទគេចាំខៅកាត់បាទលោកខៅឆ្វេងកាត់ទៀតហើយបាទកាក់ដារៀងបន្ថយបន្តិចបាទលោកទាត់ខាងក្រោមរបស់កីឡាករកាសាស្ថានទាត់ឆ្វេងចប់ទឹកទី2បាទបន្ទុកគេកប់ហើយបាទមាន3បន្ទុកហើយមាន12ពងនៅក្នុងដៃរួចជាស្រេចទៀតអញ្ចឹងទឹកទី3គឺរំពឹងថាទាត់តែគេហៅថាយកឈ្នះដោយឲ្យរាប់ឬក៏ដោយសន្លប់បានរំពឹងបាទតែរឿងសន្លប់រឿងរាប់មិនងាយទេមើលយើងមើលលំដាប់គេបាទគេចេះវាយកាត់ស្អាតនេះសំខាន់គេវាយកាត់យើងល្អមែនតើតែពិបាកដែរបាទស៊ូកាក់ដាម្សិលមិញគាត់វាយ2ប្រកួតបាទ2ប្រកួតថ្ងៃនេះមកប្រកួត3បាទអញ្ចឹងកម្លាំងក៏នឹងស្រត់តាមនឹងដែរម្សិលមិញហ្នឹងគឺគាត់ផ្ដួលដៃគូទាំង2ប្រកួតតែម្ដងបាទហើយក៏សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភបាទផ្ដាច់មុខបាទអរគុណដល់ធនាគារជីបម៉ុងតាមកន្លងជោគជ័យរបស់ជីបម៉ុងតាំងពីឆ្នាំ1982បាទនឹងអរគុណជាបន្តដល់ជីបម៉ុងឡែនជឿជាក់ក្នុងការរស់នៅខ្មែរ Beverage រោងចក្រលំដាប់ពិភពលោក World Class Quality ជីម៉ុង Industry បាទក្រុមហ៊ុនឈិនមុខគេបេតុងលេងស្រេចក្បឿងទៅយោនៅកម្ពុជា
បាទទស្សនិកជនបន្ទុបណ្ដោះអាសន្នចប់ទឹក2បាញ់3ទល់នឹង0យើងជាពាក់គេ12ពងទៀតអញ្ចឹងសំខាន់ទឹកទី3នេះបាទត្រូវតែធ្វើឲ្យបានល្អ Final round. បាទចូលមកឲ្យទាត់1 2បដូរហើយបាទតាមវាយហើយចាក់ជង្គង់មួយទៀតពីស៊ូកាក្រាតាមរុញចេញសិនបាទម្ដាយពីកីឡាករមកពីអ៊ូបេគីស្ថានទាត់ជើងក្រោមចាប់បួងជង្គង់វាយម្ដាយទៀតពីស៊ូកាក្រាវាយម្ដាយពីហ្គានបាទអ៊ូបេគីស្ថានបាទណែចូលពេញពីបាទអ៊ូបេគីស្ថានម៉ាត់យកទាត់មកជើងទៀតពីស៊ូកាក្រាវាយម្ដាយបាទរៀងពវល់ខ្លួនតិចបាទស្ដាប់អញ្ញាកណ្ដាលថាស្ដាប់ផងវាយបាទបោះជង្គង់មួយទៀតបាទពមៀនទៀតហើយបាទបួងកវាយម្ដាយពីកីឡាករអ៊ុបេគីស្ថានឆ្វេងស្ដាំគិចលឿនមែនទេបោះជង្គង់មួយទៀតពីកីឡាករមកពីអ៊ុបេគីស្ថានចាក់ជង្គង់វាយយកពីបាទស៊ូកាក្រាដើរចូលអត់ញាក់មកជើងពីស៊ូកាក្រាបាទនៅតែជាង50វិនាទីអូយចូលពីដៃ3ដៃពីស៊ូកាក្រាចាក់ជង្គង់មួយទៀតបាទអីយោចង់អស់ហើយកីឡាករអ៊ុបេគីស្ថានវាយម្ដាយពីស៊ូកាក្រាទៅហើយបាទចូលទៅ3មួយទៀតពីស៊ូកាក្រាចាក់ជង្គង់ពីស៊ូកាក្រាបាទល្វើយរៀងខ្លួនហើយបាទអ្នកគ្រប់គ្រងខាងកម្ពុជាស្រែកឲ្យចូលវាយទៅវាយម្ដាយទៀតពីស៊ូកាក្រាចាក់ជង្គង់ពីស៊ូកាក្រាបាទរៀងលបោតប្រដាប់ការពារបន្តិចមើលទៅស៊ូកាក្រាគាត់ដូចជាខ្លាចតាំងវាយខុសលក្ខខណ្ឌបាទចាប់មកហើយបាទខុសលក្ខខណ្ឌទៀតហើយបាទបួងកុំចាប់ទៅត្រង់កមកបាទអស់ឱកាសហើយបាទទស្សនិកជននៅសល់តែ10វិនាទីទៀតទេទៅហើយបាទចាក់ជង្គង់មួយទៀតវាយម្ដាយបាទបំបែកគោះដៃវាយបន្តចប់ទឹកល្មម And a final round. ចប់ទឹក3ហើយ បាទចូលរួមសោកស្ដាយផងបាទណាមួយគីឡូរបស់ស៊ូកាក្រានេះ13ទៅ14ប្រទេស14បាទដល់ពេលអញ្ចឹងគាត់ត្រូវជំរុះច្រើនជាងគេជាងឯងហើយដូច្នេះហើយបានជាថ្ងៃម្សិលមិញគាត់ត្រូវប្រកួត2ដងបាទព្រឹកម្ដងនិងល្ងាចម្ដងហើយលទ្ធផលគាត់បដូរគេទាំងពីរប្រកួតដល់ថ្ងៃនេះមើលទៅចង់អស់បាទស៊ូកាក្រាបាទចាំមើលការប្រកាសលទ្ធផលជាផ្លូវការ Ring 1 winner, red corner, Uzbekistan. ចូលរួមអបអរសាទរដល់កីឡាករមកពីអ៊ូបេគីស្ថានបាទឈ្នះកីឡាករកម្ពុជាបាទដោយលទ្ធផល3ទល់នឹង0បាទទស្សនិកជនសូមពេលវេលាសម្រាប់មួយផ្លែតសិនត្រឡប់មកវិញយើងតាមដានទស្សនាការប្រកួត